សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែចឹងទៅខ្ញុំត្រូវទៅមើលហើយថតឲ្យហើយយើងឃើញថាខ្ញុំបានទៅចឹងខ្ញុំសប្បាយចិត្តពេលប្រឡងហ្នឹងវាយើងធ្វើមានខុសខ្លះចឹងណាចឹងតែយើងក៏អត់ប្រកាសថាយើងបានអីដែរបើមកឃើញបានអីចឹងទៅក៏មានអារម្មណ៍ថាធូរខ្លួនខ្លាំងហ្មងខ្ញុំមានអារម្មណ៍ថាសប្បាយនិងភ័យខ្លាំងមែនតើនៅពេលដែលលទ្ធផលទទួលបានហ្នឹងវាដូចការប្រាថ្នារបស់ខ្ញុំកត្តាដែលសម្រាប់ខ្ញុំទទួលបានតែអេហ្នឹងមានកត្តាខ្ញុំខ្លួនឯងខ្ញុំដាក់គោលដៅតាំងពីពេលខ្ញុំឡើងទី12ថាខ្ញុំចង់បានតែអេហើយមួយទៀតជាកត្តាគ្រួសារគឺប៉ាម៉ាក់គាត់បានចំណាយថវិកាយ៉ាងច្រើនក្នុងការជួយជំរុញខ្ញុំក្នុងការសិក្សានៅសាលារៀនក៏ដូចបានយកចិត្តទុកដាក់ក្នុងការមើលថែខ្ញុំមែនតើការសិក្សានៅសាលាសុវណ្ណភូមិគឺបានរៀបចំត្រឹមត្រូវមានការអភិវឌ្ឍត្រឹមត្រូវមានលោកគ្រូអ្នកគ្រូល្អហើយមានការរៀបចំថ្នាក់ផ្សេងៗមានមិត្តភ័ក្តិដែលអាចជួយជំរុញយើងឲ្យខិតខំសិក្សារៀនសូត្រអីផ្សេងៗហើយគាត់ក៏បានលោកគ្រូអ្នកគ្រូដូចជាគណៈក្រុមក្រងក៏បានជួយជំរុញយើងឲ្យបានខិតខំសិក្សាហើយបើយើងបានលទ្ធផលល្អអញ្ចឹងក៏មានជារង្វាន់នេះដែរសាលាសុវណ្ណភូមិមានគ្រូដែលមានបទពិសោធន៍ខ្ពស់ហើយច្រើនឆ្នាំដែលអាចធ្វើឲ្យយើងហ្នឹងមានការចំណាយយ៉ាងខ្ពស់យ៉ាងច្រើននៅលើការសិក្សារបស់យើងហើយក៏មានផ្ដល់ឲ្យនូវសេវាកម្មដ៏ល្អសម្រាប់ឲ្យយើងហ្នឹងជំរុញឲ្យមានការសិក្សាឲ្យកាន់តែរីកចម្រើនទៅខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើដែលខ្ញុំបានទទួលលទ្ធផលនេះហើយក៏សូមអរគុណទៅដល់គ្រួសារខ្ញុំជាពិសេសឪពុកម្ដាយរបស់ខ្ញុំដែលបានជំរុញខ្ញុំរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយក៏ដូចជាលោកគ្រូអ្នកគ្រូដែលតែងតែមានទំនុកចិត្តលើខ្ញុំថាខ្ញុំនឹងអាចធ្វើបានដល់ពេលនេះសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា